គឺម្សៅអង្ករអញ្ចឹងម្សៅអង្ករគឺច្រើនជាងស្ករនេះគឺ5ភាគ3គីឡូក្រាមអញ្ចឹងនៅទីនេះគឺសួរអំពីការប្រើម្សៅអង្ករនិងបាទស្ករមានចំនួនប៉ុន្មានគីឡូក្រាមបាទអញ្ចឹងយើងមានប្រមាណវិធីហើយនឹងរបៀបឆ្លើយបាទនៅក្នុងចំណុចនេះបាទអញ្ចឹងយើងរកម្ដាយសមប្រើបាទឬក៏យើងរកម្សៅអង្ករដែលម្ដាយសមប្រើអញ្ចឹងគិតប្រើដើម្បីធ្វើនំបាទអញ្ចឹងយើងរកមកបាទអញ្ចឹងយើងដឹងបំរាប់ហើយគេប្រាប់អំពីបាទការប្រើស្ករត្នោតហើយនឹងការប្រើអំពីបាទសូមជម្រាបសួរទាំងអស់គ្នាចឹងយើងវិលមកជួបគ្នាវិញទៀតហើយជាមួយនឹងការបកស្រាយចំណោទអញ្ចឹងថ្ងៃនេះអ្នករាល់គ្នានឹងបានសិក្សាបន្តទាក់ទិនទៅនឹងចំណោទទី3ម្ដាយសមប្រើស្ករត្នោតបាទអស់1ភាគ2គីឡូក្រាមនិងប្រើម្សៅអង្ករច្រើនជាងស្ករបាទ5ភាគ3គីឡូក្រាមតើម្ដាយសមប្រើម្សៅអង្ករប៉ុន្មានគីឡូក្រាមដើម្បីធ្វើនំបាទអញ្ចឹងនៅក្នុងចំណោទនេះគឺបាទខ្ញុំសូមយករូបនេះធ្វើជាតំណាងបាទអញ្ចឹងរូបនេះជារូបតំណាងតែប៉ុណ្្នឹងឯងបាទពុំមែនជារូបដែលជាក់ស្ដែងទេបាទដោយសារខ្ញុំបានបំលែងពី Google Gemini យកមកជូនអ្នកទាំងអស់គ្នាដើម្បីយើងបានកំសាន្តរូបភាពផងហើយនឹងបានស្ដាប់នៅការបកស្រាយឬក៏បានទស្សនានៅការបកស្រាយចំណោទនេះផងដែរបាទអញ្ចឹងតាមរយៈចំណោទនេះបាទគេបានប្រាប់យើងអំពីបាទប្រាប់ឲ្យខ្លះបាទអញ្ចឹងប្រាប់អំពីការប្រើស្ករត្នោតអានឹងគឺជាបំរាប់ដែលគេប្រាប់នេះគឺជាការប្រាប់នៃការប្រើប្រាស់ស្ករត្នោតទី1គឺអស់1ភាគ2គីឡូក្រាមបាទហើយគេបានប្រើប្រាស់ទៀតគឺម្សៅអង្ករអញ្ចឹងម្សៅអង្ករគឺច្រើនជាងស្ករនេះគឺ5ភាគ3គីឡូក្រាមអញ្ចឹងនៅទីនេះគឺសួរអំពីការប្រើម្សៅអង្ករនិងបាទស្ករមានចំនួនប៉ុន្មានគីឡូក្រាមបាទអញ្ចឹងយើងមានប្រមាណវិធីហើយនឹងរបៀបឆ្លើយបាទនៅក្នុងចំណុចនេះបាទអញ្ចឹងយើងរកម្ដាយសមប្រើបាទឬក៏យើងរកម្សៅអង្ករដែលម្ដាយសមប្រើអញ្ចឹងគិតប្រើដើម្បីធ្វើនំបាទអញ្ចឹងយើងរកមកបាទអញ្ចឹងយើងដឹងបំរាប់ហើយគេប្រាប់អំពីបាទការប្រើស្ករត្នោតហើយនឹងការប្រើអំពីបាទអង្ករនៅក្នុងចំណុចនេះបាទទាំងអស់គ្នាអាចបូកបានលុះត្រាតែយើងធ្វើការសម្រួលប្រភាគបាទសម្រួលភាគបែងអញ្ចឹងលេខ1នេះគឺជាភាគយកបាទហើយលេខ2នៅខាងក្រោមនេះគឺជាភាគបែងហើយប្រភេទទី2ដូចគ្នាដែរ5នេះគឺភាគយកហើយ3នេះគឺជាភាគបែងអញ្ចឹងយើងត្រូវសម្រួលភាគបែងទាំង2នេះសិនមុននឹងយើងយកទៅបូកបញ្ចូលគ្នាអញ្ចឹងយើងយក1លើ2យកទៅសម្រួលសិនមកអញ្ចឹងដោយសារយើងឃើញថាប្រភេទបែងរបស់យើង2នេះអត់ដូចគ្នាទេបាទហើយក៏យើងមិនអាចតម្រូវភាគបែងមួយឲ្យត្រូវទៅតាមភាគបែងមួយអត់បានដែរបាទដោយសារ1 2មួយទៀត3បាទអញ្ចឹង1ភាគ2នេះគឺយើងតម្រូវភាគបែងយើងអាចយកបាទ1ភាគ2គុណជាមួយនឹង3បាទហេតុអ្វីបានជាត្រូវគុណជាមួយនឹង3អញ្ចឹងយើងចង់បានភាគបែងមួយគឺ6អញ្ចឹងកាលណាបានភាគបែង1 6អញ្ចឹង3នេះក៏គេអាចតម្រូវបាទ
ឲ្យត្រូវទៅនឹងភាគបែង6ដូចគ្នាដែរអញ្ចឹងយើងមើល1គុណនឹង3គឺបាន3ចំណែកឯ2គុណនឹង3បាទគឺបាន5 1អញ្ចឹងយើងបាននៅទីនេះគឺបាន3លើ5 3លើ6បន្តទៅទៀតបាទយើងមើលប្រភេទទី2របស់យើងគឺ5លើ3អញ្ចឹងយើងយក5លើ3យកមកសម្រួលប្រភេទដូចទៅនឹងតួទី1ដូចគ្នាដែរបាទអញ្ចឹងយើងសម្រួលដូចគ្នាដែរអញ្ចឹងយើងយក3ភាគសំទោស5ភាគ3យកមកគុណជាមួយនឹង2បាទហេតុអីបានត្រូវគុណជាមួយនឹង2ព្រោះយើងគុណយើងនេះយើងអាចយក2យកមកគុណជាមួយនឹង3បានដើម្បីបានភាគបែង6ដូចទៅនឹងតួទី2ដែរអញ្ចឹង5ភាគ3ត្រូវគុណនឹង2បាទអញ្ចឹង5គុណនឹង2 3ក៏ត្រូវទៅគុណនឹង2ដូចគ្នាដែរឥឡូវយើងធ្វើការគុណមក5 2ដងគឺ10បាទអញ្ចឹង10ហើយ3គុណនឹង2គឺបាន6បាទគឺបាន6ឥឡូវដោយសារតែនៅចំណុចនេះគឺភាគបែងបាទគឺដូចគ្នាហើយអញ្ចឹងយើងតម្រូវភាគបែងបានដូចគ្នាហើយបន្តមកទៀតគឺយើងត្រូវតែបូកបញ្ចូលគ្នាបាទអញ្ចឹង3បូកនឹង10បាទ3បូកនឹង10អញ្ចឹងយើងបានប៉ុន្មានបាទគឺ13បាទ13លើបាទលើ6ហើយខ្ញុំសូមធ្វើការកែតម្រូវចំណុចនេះបន្តិចបាទអញ្ចឹងនៅក្នុងចំណុចនេះគឺជាគីឡូក្រាមបាទគឺជាគីឡូក្រាមអញ្ចឹងសរុបមកគឺម្ដាយសំបាទបានប្រើម្សៅអង្ករប្រើគឺ13គីឡូក្រាមលើ6បាទឥឡូវយើងអាចធ្វើការឆ្លើយថាបានឬក៏យើងដាក់មកបាទឆ្លើយថាយើងអាចដាក់ដូចនេះឬក៏ដូចនេះក៏បានបាទម្សៅអង្ករដែលម្ដាយសំប្រើគឺ13ភាគ3ភាគ6 13ភាគ6គីឡូក្រាមបាទខ្ញុំសូមធ្វើការកែតម្រូវចំណុចនេះបាទអញ្ចឹងជាគីឡូក្រាមបាទអញ្ចឹងនេះជាការបកស្រាយក្នុងចំណុចទី3បាទអត់សូវច្រើនប៉ុន្មានទេបាទហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចយល់បានច្រើនបាទពីព្រោះខ្ញុំបញ្យល់តែមួយចំណោទបាទបើសិនជាខ្ញុំបញ្យល់ច្រើនបាទអ្នកទាំងអស់គ្នាអាចតាមអត់ទាន់បាទប៉ុន្តែនៅក្នុងចំណុចនេះខ្ញុំបញ្យល់តែមួយចំណោទតែប៉ុណ្ណោះបាទហើយដើម្បីជាការលើកទឹកចិត្តបាទទាំងអស់គ្នាអាចធ្វើការ Subscribe នៅ Channel របស់ខ្ញុំដើម្បីទទួលបាននៅវីដេអូថ្មីហើយនឹងការដោះស្រាយចំណោទនៅក្នុងមេរៀនឋានៈបឋមសិក្សាបាទអញ្ចឹងចុងក្រោយបាទខ្ញុំសូមធ្វើការអរគុណចំពោះអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំមិនថាតែវីដេអូនេះទេបាទគឺវីដេអូមុនក៏ដូចគ្នាបាទអញ្ចឹងខ្ញុំសូមអរគុណច្រើនបាទអញ្ចឹងសូមជម្រាបលា